plastic ទាំងអស់ហើយយើងគួរតែទុកឲ្យសត្វយើងនៅរបៀបនេះឬក៏យ៉ាងណាពាក់ព័ន្ធនឹងបន្លាយនេះជំហានទី1 113ស្តីពីការគ្រប់គ្រងសម្រាប់សំណល់ទីប្រជុំជនខ្ញុំអត់ទៅខាងខាងបងអនុវត្តទេព្រោះតែអនុវត្តជាសត្វមួយមិនស្អាតបាទពីខុសសម្ព័ន្ធភាពហើយលើកដល់ការទាំងអស់នេះជាផលប្រយោជន៍ដែរបងទាំងអស់ដែលរួមគ្នាផលដែលធ្វើឲ្យទីមានសាធារណៈមានការសាងសង់នៅសំណង់បេតុងផ្សេងដែលធ្វើឲ្យផ្លូវទឹកនេះសិតតែផ្លាស្ទិកទាំងអស់មើលពួកឯងតើយើងគួរតែទុកឲ្យសត្វយើងនៅរបៀបនេះឬក៏យ៉ាងណាហើយលើជិះវិញឯកភាពដែរទេចូលរួមជាមួយនឹងខាងរដ្ឋបាលស្រុកទេបញ្ចូលតែដៃមួយមកចូលរួមអរគុណចំពោះពុកម៉ែជាក្រុមគ្រួសារវិញនឹងទទួលបានផ្លាយការអបអរសាទរដែលមានការចូលរួមពីពុកម៉ែបងប្អូនទាំងអស់ជាពិសេសជំនាញដែលអរគុណចំពោះជំនាញខាងបរិស្ថានដែរ